កម្ពុជាសូមបញ្ជាក់ថាហើយខ្ញុំសូមបញ្ជាក់ថាទោះបីជាភាគីថៃមិនឯកភាពជាមួយយើងនៅក្នុងការយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្តឹងទៅ ICJ លើបញ្ហានេះដើម្បីបញ្ចប់បញ្ហានេះនិងពន្លត់បញ្ហានេះតែម្ដងកុំឲ្យមានបញ្ហាសពេញសពើគ្នាជាពិសេសការធ្លាក់ចូលទៅក្នុងការបំផុសរុញច្រានដោយក្រុមជលនិយមមួយក្តាប់តូចនៅក្នុងប្រទេសថៃនិងកម្ពុជាដែលអាចឈានទៅដល់ការផ្ទុះអាវុធនិងការប្រឈមគ្នាបាទអញ្ចឹងដូចអ្នកនរបានឃើញបានស្ដាប់អញ្ចឹងពីគោចំហរបស់ខាងយើងណាខាងខ្មែរយើងរបស់រាជរដ្ឋាភិបាលគឺយើងកំពុងតែរៀបចំឯកសារស្អីៗហ្នឹងគឺដាក់ប្តឹងទៅតុលាការអន្តរជាតិហើយបើទាំងអស់គ្នាបានមើលអាឃ្លីបខ្ញុំពីមុនហ្នឹងអាឃ្លីបមុនហ្នឹងគឺខ្ញុំបាននិយាយថាខ្ញុំវាមិនសូវសង្ឃឹមទេជាមួយអារឿងតុលាការអន្តរជាតិស្អីហ្នឹងព្រោះដោយសារឃើញឧទាហរណ៍ជាក់ស្ដែងដូចជាមួយអីរឿងអ៊ុយក្រែនរឿងប៉ាឡេស្ទីននៅតំបន់កាហ្សាហ្នឹងវាឃើញថាលទ្ធផលហ្នឹងដូចវាមិនទូលំទូលាយសោះប៉ុន្តែពីការលើកឡើងរបស់សម្ដេចធិបតីរបស់សម្ដេចតេជោគឺគាត់ចង់បញ្ចប់រឿងហ្នឹងកុំឲ្យពួកអាជលនិយមពួកអាកេងចំណេញនយោបាយនៅស្រុកថៃហ្នឹងវាយកប្រទេសយើងយកអារឿងចលួសដីជាមួយយើងហ្នឹងយកមកបបែរឿងបបែអីដើម្បីតែរឿងនយោបាយរបស់ពួកវាអីហ្នឹងខាងយើងហ្នឹងរៀបចំលិខិតនេះលិខិតផ្ញើទៅក្រសួងស្ថានទូតថៃណាដើម្បីឲ្យសហការគ្នាតាក់ទងគ្នាវើកជាមួយអញ្ចឹងទៅសម្ដេចក៏គាត់បាននិយាយដែរថាទោះបីថៃមិនយល់ស្របមិនអីជាមួយក៏យើងនៅតែប្តឹងទៅតុលាការអន្តរជាតិដែរបាទហើយពីខ្ញុំសួរថាខ្ញុំគាំទ្រទេបាទខ្ញុំគាំទ្រអ្នកគ្នាកុំយកច្រឡំលើអា intention របស់ខ្ញុំណាអា clip ដំបូងដែលខ្ញុំនិយាយហ្នឹងមិនមែនខ្ញុំថាមិនគាំទ្រថាកុំឲ្យប្តឹងទេអាប្តឹងហ្នឹងក៏ល្អដែរវាថាដើម្បីបញ្ចប់ឲ្យគេដឹងឮអីចឹងទៅតែពីខ្ញុំនិយាយសកត់ធ្ងន់ហ្នឹងគឺចង់និយាយថាបើសិនជាវាចង់វាយយើងមែនទោះបីយើងប្តឹងអ្វីអីស្អីហ្នឹងក៏ដោយតែវាផងវាយហើយប៉ុន្តែអារឿងហ្នឹងគឺរឿងវាកេងចំណេញនយោបាយទេគឺពួកអាជ្រុលនិយមពួកអាក្នុងបាក់វាឆ្លុះគ្នាវាខាងក្នុងហ្នឹងវាចង់ដាក់សម្ពាធទៅផែថងឋាននេះបានវាបករឿងបង្កើតរឿងអីចឹងទៅអញ្ចឹងបើតាមខ្ញុំមើលប្រហែលជាប្តឹងទៅនឹងមានការសម្រេចមិនអីមិនហើយបើសិនជាមានការឈ្លានពានម្ដងទៀតអីហ្នឹងអាចនឹងមានការដាក់ទណ្ឌកម្មដាក់អីចឹងទៅអានេះពីការស្មានរបស់ខ្ញុំឯណាបើឥឡូវខ្ញុំចង់ចូលទៅអានលិខិតដែលខាងក្រសួងការបរទេសយើងផ្ញើទៅទូតថៃណាចង់អានឲ្យលម្អិតបន្តិចមួយនៅថ្ងៃទី28ឧសភាវេលាម៉ោង 5 កន្លះព្រឹកកងកម្លាំងថៃបានបើកការបាញ់ប្រហារដោយខុសច្បាប់ទៅលើលេនដ្ឋានមួយកន្លែងស្ថិតក្នុងភូមិតេជោមរតកឃុំមរតកស្រុកចុងផ្សានខេត្តព្រះវិហារនៃប្រទេសកម្ពុជាដែលបណ្ដាលឲ្យមានការសម្លាប់ទានខ្មែរដោយអយុត្តិធម៌ពីរាជរដ្ឋាភិបាលកម្ពុជាសូមគូបញ្ជាក់ថាកងទ័ពព្រំដែនកម្ពុជាបានចូលជើងជាបន្តបន្ទាប់និងដោយសន្តិវិធីនៅទីតាំងនេះតាំងពីយូរយារណាស់មកហើយគឺតាំងពីមុនពេលចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាស្តីពីការវាស់វែងនិងការបោះបង្គោលព្រំដែនគោករវាងរដ្ឋាភិបាលនៃប្រជាជាតិកម្ពុជានិងរដ្ឋាភិបាលនៃប្រជាជាតិថៃក្នុងឆ្នាំ2000 3រាជរដ្ឋាភិបាលកម្ពុជាសូមសម្ដែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការវាយប្រហារដោយអាវុធរបស់កងទ័ពថៃយ៉ាងអយុត្តិធម៌ដែលជាការរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជានិងស្មារតីនៃមិត្តភាពនិងភាពជាអ្នកជិតខាងល្អដោយបានឆ្លុះបញ្ចាំងនៅក្នុងអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000រាជរដ្ឋាភិបាលកម្ពុជាទាមទារឲ្យមានការស៊ើបអង្កេតជាបន្ទាន់និងម៉ត់ចត់លើឧបទ្ទវហេតុហិង្សានេះហើយបុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវនិងខុសច្បាប់នេះត្រូវតែនាំមកផ្ដន្ទាទោសតាមច្បាប់5ទោះយ៉ាងណាក៏ដោយកម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺម៉ាត់ក្នុងការរក្សាការអត់ធ្មត់អតិបរមានិងដោះស្រាយបញ្ហានេះនិងបញ្ហាព្រំដែនទាំងអស់តាមរយៈមធ្យោបាយសន្តិភាពនិងការទូតដោយប្រើយន្តការដែលមានស្រាប់រួមមានគណៈកម្មការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក JBC និងគណៈកម្មការទីការព្រំដែនទូទៅ GBC ក្នុងគោលបំណងកសាងព្រំដែនសន្តិភាពកិច្ចសហប្រតិបត្តិការនិងមិត្តភាពជាមួយប្រទេសថៃនិងប្រទេសជិតខាងអូខេអញ្ចឹងបើតាម5ចំណុចនេះគឺខាងខ្មែរយើងគឺទៀមទាណាដំបូងខ្ញុំហៅនិយាយដែរបើឥឡូវខាងរដ្ឋាភិបាលយើងគាត់បានចេញលិខិតមកហើយសម្ដេចបាននិយាយទោះបីជាខាងថៃគេអត់យល់ស្របឬមួយក៏គេអត់ព្រមវើកជាមួយយើងអាម៉េចក៏យើងនៅតែដាក់ពាក្យបណ្ដឹងទៅ ICC អញ្ចឹងទៅតុលាការអន្តរជាតិដែរដើម្បីឲ្យបញ្ចប់រឿងហ្នឹងដើម្បីបង្ការកុំឲ្យពេលលើកក្រោយវាមានរឿងអីនៅក្នុងស្រុកវាឆ្លោះទៅគ្នាវាយកខ្មែរយើងទៅពាក់ព័ន្ធទៀតហើយមួយចំណុចទៀតដែលខ្ញុំចង់និយាយទៅរឿងខ្មែរយើងរឿងឧបត្ថម្ភ sponsor អីហ្នឹងអស់នេះគឺថាខ្ញុំអត់មើលឃើញមែនការ sponsor ការលើកទឹកចិត្តអីហ្នឹងមានអ្នកខ្លះគឺធ្វើចេញមកវាអត់ល្អមើលវាធ្វើចេញមករបៀបថាគាត់ឆ្លៀតឱកាសកេងចំណេញពេលហ្នឹងដែរតែខ្ញុំអត់រិះគន់ទេខ្ញុំអត់ចេញរិះគន់ទេមូលហេតុអីគឺពេលហ្នឹងវាមិនមែនជាពេលត្រូវរិះគន់អាខ្មែរគ្នាឯងទោះបីយើងឃើញយើងទើសយើងទាល់ចិត្តអីមិនវាមិនត្រូវភ្នែកយើងអីមិនក៏យើងមិនត្រូវរិះគន់អីពេលហ្នឹងដែរអាដំបងដែលខ្ញុំនិយាយអីមួយចំណុចទូចតាក់ទងរឿងតាហ៊ានអីរបស់កូនពូភាសវត្តអីហ្នឹងអាហ្នឹងខ្ញុំគាត់លើកមកមិនតិចទេប៉ុន្តែបងប្អូនទាំងអស់គ្នាដល់ពេលឃើញទៅមកខមមិនអារបៀបថាដាក់ថែមណាដាក់ថែមពីលើអារឿងហ្នឹងខ្ញុំអាចតបតបាន
បានថែមទៀតបានពីលើខ្ញុំមាន reason របស់ខ្ញុំនិយាយពីលើនឹងទៀតណាមិនមែនខ្ញុំមិនដឹងមិនមែនខ្ញុំមិនឃើញទេតែខ្ញុំទុកពេលហើយក៏មិនមែនជាពេលដែលយើងត្រូវមកបបាក់ទឹកចិត្តបងប្អូនកងទ័ពជួរមុខដែរយើងមិនមានលទ្ធភាពដូចគេដែលគេមានទ្រព្យសម្បត្តិមានថវិកាមានស្អីដែលឧបត្ថម្ភដូចគេយើងគឺត្រូវតែនៅស្ងៀមបានតែលើកទឹកចិត្តជួយ share ជួយអរគុណអ្នកដែលគេ sponsor ហ្នឹងទៅព្រោះយើងវាគ្មានលទ្ធភាពដូចគេហើយសំបីតែរឿងអីដែលយើងទើសភ្នែកទើសអីហ្នឹងក៏យើងមិនគួរលើកមកនិយាយពេលហ្នឹងដែរព្រោះពេលនេះគឺពេលដែលយើងត្រូវសាមគ្គីគ្នារួបរวมគ្នាដូចខ្ញុំនិយាយអាឃ្លីបមុនអញ្ចឹងបងប្អូនដែលគាត់មាននិន្នាការប្រឆាំងរដ្ឋាភិបាលប្រឆាំងសម្ដេចអីហ្នឹងគាត់បានដៃគាត់បានរឿងហ្នឹងមកលើកមកនិយាយឯងមកជន់បន្ថែមអីចឹងទៅហើយរឿងមួយទៀតខ្មែរយើងប្រជាជនខ្មែរយើង2លានអ្នកជាងដែលកំពុងតែធ្វើការនៅថៃធ្វើពលករធ្វើការងារផ្សេងហ្នឹងទាំងអ្នកស្របច្បាប់ទាំងអ្នកមានឯកសារត្រឹមត្រូវទាំងអ្នកអត់មានឯកសារគឺកំពុងតែធ្វើការនៅប្រទេសថៃយើងមានចំនួននេះមានចំនួនតែជាមួយពួកអាមកក្តាប់ទូចទេអាមួយចំនួនទេពួកអាតបថៃពួកអាមេតបដូចស្អីអាខ្ញុំធ្វើឃ្លីបមុនហ្នឹងខ្ញុំអត់ចាំឈ្មោះវាទេខ្ញុំមិនចង់ចាំឈ្មោះវាទេគាត់ដឹងថាវាបង្កើតរឿងវាបករឿងដោយសារវាចង់ដាក់សម្ពាធទៅភេថងឋានទៅគ្រួសារតាក់ស៊ីនទៅរាជរដ្ឋាភិបាលរងថ្ងៃហ្នឹងណាវាចង់តម្លាក់វាចង់អីចឹងទៅទីទៀតហ្នឹងវាធ្វើរដ្ឋប្រហារហើយវាចង់ប្រឆេះកំហឹងឲ្យយើងហើយជាមួយថៃប្រជាជនថៃភាគច្រើនហ្នឹងឲ្យយើងហ្នឹងវាឆ្លោះគ្នាវាខឹងគ្នាទៅវិញទៅមកហើយដូចមានអីអ្នកខ្លះបង្កើតស្អីគេអារបៀបថាអីប្រកាសអត់គ្រប់គ្រងអត់ប្រើប្រាស់របស់អីផលិតផលថៃហ្មិចខ្ញុំថាយើងអត់ខ្ញុំមិនដឹងថាអ្នកគ្នាគិតឃើញយ៉ាងម៉េចអ្នកដែលគាត់នឹកឃើញអារឿងហ្នឹងហើយអ្នកដែលគ្រប់គ្រងអារឿងហ្នឹងខ្ញុំអត់គ្រប់គ្រងសោះមកអារឿងអីប្រកបប្រកាសថាឈប់ប្រើប្រាស់ផលិតផលថៃហ្នឹងតែរឿងយើងត្រូវញែកគ្នាច្បាស់យើងត្រូវស្វែងយល់ឲ្យច្បាស់កុំបង្កើតអារឿងដែលវានាំឲ្យខាតបង់យើងវិញទេប្រជាជនយើង2លានអ្នកជាងកំពុងតែធ្វើការនៅថៃហើយយើងប្រកាសថាឈប់ប្រើប្រាស់របស់ថៃហើយដូចប្រហែលថ្ងៃមុនសំថ្ងៃហ្នឹងមានអីការអីប្រកាសមកព័ត៌មានមិនពិតអីរឿងថាបិទព្រំដែនបិទអីហ្នឹងសិតតែរឿងពួកប្រឆាំងជ្រុលយមនៅថៃនឹងវាបង្កើតឡើងដើម្បីអីប្រឆេះកម្ដៅនឹងឲ្យវារត់តែខ្លាំងទៅហើយដូចជាឃើញព័ត៌មានមួយទៀតគេដាក់មកថាម៉េចពួកថៃនឹងកំពុងតែចល័តតបចល័តអីដើម្បីទប់ទល់តទល់មួយខ្មែរយើងអីហ្នឹងអានឹងហើយជាយុទ្ធសាស្ត្រនយោបាយរបស់ពួកអីគេពួកតបថៃពួកអីហ្នឹងពួកវាកំពុងតែឆ្លោះគ្នាពួកអីនៅក្រមស្ដេចថៃពួកមេតបពួកអាម៉ាតអីតម្រួតថៃអីហ្នឹងវាកំពុងតែមិនពេញចិត្តនឹងគ្រួសារថាក់ស៊ីនជាមួយនឹងភេថងឋានហើយវាកំពុងតែប្រឆេះកំហឹងអារបៀបថាយកអាកំហឹងជាតិនិយមជាតិថៃជាតិខ្មែរហ្នឹងឲ្យយើងនឹងស្អប់គ្នាបង្កើតរឿងឥឡូវវាថាវាបករឿងបង្កើតរឿងវានឹងកំពុងតែមានវិបត្តិសេដ្ឋកិច្ចផងអីផងអញ្ចឹងមកខ្ញុំឥឡូវនិយាយមកវិញរឿងខ្មែរយើងអារបៀបថាបង្កើតរឿងនាំគ្នាបង្កើតអាហ្នឹងគេហៅអីអាគោលគំនិតទៅមួយក៏នយោបាយស្អប់គ្នាទៅវិញទៅមកណាអាប្រជាជនយើងកំពុងតែធ្វើការនៅស្រុកគេ2លានអ្នកជាងហើយផលិតផល business អីរកស៊ីគ្នាទៅវិញទៅមកសំបីច្រកភូមិដែរហ្នឹងដែលប្រកាសថាបិទហ្នឹងតាមពិតអត់មានបិទអីទេវាប្រឆេះរឿងអញ្ចឹងរឿងដែលល្អបំផុតយើងចរចាឥឡូវហ្នឹងសម្ដេចកំពុងតែរៀបចំឯកសារស្អីប្តឹងទៅតុលាការអន្តរជាតិដើម្បីប្រឈប់កុំឲ្យមានអាឆ្លៀតឱកាសចឹងទៀតកុំឲ្យអាឆ្លៀតយកអាព្រំដែនយើងចំនួនយើងអាប្រទេសជាតិយើងហ្នឹងបង្កើតជារឿងដើម្បីពួកវាកេងចំណេញនយោបាយហើយខ្ញុំក៏ជូនពរគាំទ្រដែរសង្ឃឹមថាការប្តឹងទៅវាមានលទ្ធផលល្អវាចំណេញដល់យើងអីចឹងទៅតែយើងកុំឆេះតាមពួកវាប្រឆេះអារឿងអីកុំប្រើរបស់ថៃកុំអីយើងរកស៊ីមួយគ្នាផ្ទះនៅជាប់គ្នាណាអ្នកចិត្តខាងគ្នាអារឿងអីប្រវត្តិសាស្ត្រពីដើមពីអីមកលើកនិយាយអារឿងអាក្រក់អីហ្នឹងវាអត់មានជួយអីទេខ្ញុំនិយាយអាឃ្លីបមុនខ្ញុំជេរហ្នឹងខ្ញុំជេរតែបុគ្គលប្រហែលអ្នកទេខ្ញុំជេរតែពួកដែលវាបង្កើតរឿងបករឿងអីទេប្រជាជនប្រហែលប្រជាជនថៃទាំងអស់ប្រហែលលានអ្នក10-20លានអ្នកហ្នឹងគេមិនមែនទាំងអស់ស្ដាប់តាមពួកអស់ហ្នឹងទាំងអស់ឯណាបើប្រជាជនគេទាំងអស់ហ្នឹងស្ដាប់តាមហ្នឹងងាប់ឯងឧទាហរណ៍ថាយើងអីបង្កើតរឿងថាឈប់ប្រើរបស់ថៃហើយដល់អញ្ចឹងអាតំណែងថៃដែលត្រូវនាំចូលមកលក់នៅយើងស្រាប់តែកាំងស្ញែងបាត់អីចឹងទៅហើយចុះពួកប្រជាជនខ្មែរយើងធ្វើការនៅហ្នឹងហើយចុះបើពួកថៃវាបង្ករឿងវាបង្កើតរឿងវិញវាថាអីគេវាបង្កើតថាឥឡូវខ្មែរឈប់ប្រើរបស់ថៃអញ្ចឹងយើងត្រូវចាត់ការពលករខ្មែរយើងនៅថៃហ្នឹងវិញ2លានអ្នកជាងដែលកំពុងធ្វើការនេះជួនកាលទៅវាដល់ពេលវាបង្កើតអាជាតិនិយមនឹងខ្លាំងទៅដូចខ្មែរយើងអ្នកដែលមានដាស់ស្នាមទៅស្រាប់តែមកដេញមកខ្មែរវិញអត់ឲ្យចូលទៅធ្វើការវិញហើយអញ្ចឹងប្រជាជនយើងមិនបាត់ការងារមិនបាត់ចំណូលហើយអ្នកដែលអត់មានឯកសារទៀតឬមួយក៏បើរឿងអាក្រក់ជាងហ្នឹងវាបង្កើតអីទៅប្រើអំពើហិង្សាវាយអីប្រជាជនខ្មែរយើងនៅថៃហ្នឹងមិនទៅយើងត្រូវគិតដល់អាចំណុចហ្នឹងយើងគិតដល់ប្រជាជនយើងដែលកំពុងធ្វើការនៅថៃផងកុំទៅចង់អីបករឿងឆេះតាមពួកវាហ្នឹងវាអត់ចំណេញទេដូចយើងអីមិនប្រងទៅបង្កើតរឿងអីចង់វាយពលករថៃវិញនៅយើងអត់មានពលករថៃធ្វើការអីទេហើយវាកំពុងតែប្រឆេះឲ្យមានរឿងអញ្ចឹងអារឿងយើងកំពុងឆេះតាមវាអញ្ចឹងអាយើងនេះនាំគ្នាអូស្អប់ប្រជាជនថៃទាំងអស់អូនាំគ្នា share អារឿងអាក្រក់របស់ថៃអីចឹងទៅហើយបើយើងប្រឹង share គ្នាទៅវិញទៅមកថាហោមានចំនួនមានអីចឹងមានចំណេញស្អីអទេសចរវាក៏បាត់អទេសចរយើងក៏បាត់
តែពួកវានោះវាមានខ្វល់ណាវាធ្វើរឿងអស់ហ្នឹងគឺដើម្បីអីបញ្ចេញអ្នកដែលវាមិនពេញចិត្តនោះដែលពួកវាឆ្លោះគ្នានោះបាក់ពួកវានោះឥឡូវវាបាក់ពួកអាតបថៃពួកអាមេតបតម្រួតថៃអីហ្នឹងហើយជាមួយបាក់ពួកខាងថាក់ស៊ីនខាងអីហ្នឹងណាអាវលឿងអាវក្រហមស្អីហ្នឹងអញ្ចឹងខ្ញុំសុំមែនតើខ្ញុំសុំឲ្យទាំងអស់គ្នាយល់ត្រង់ចំណុចហ្នឹងបាទអញ្ចឹងคลิปនេះដូចជាមានតែប៉ុណ្្នឹងទេសំណូមពរបងប្អូនទាំងអស់គ្នាកុំចាញ់តាមល្បិចកលរបស់ពួកវាកុំឆេះតាមពួកវាឲ្យបកករឿងទៅជាចំនួនប្រជាជនហើយប្រជាជនណាការរស់ស៊ីរវាងគ្នាហ្នឹងម៉ែយើង2លានអ្នកធ្វើការនៅវាអត់មានប្រមាណលានអ្នកមកធ្វើការនៅយើងទេក៏យើងកុំបង្កើតអីអារឿងអីឈប់ប្រើរបស់វាបើអីអានេះរឿងយើងរស់ស៊ីផ្សេងអានេះចលួសព្រំដែនតែប្រមាណក្រុមប្រមាណក្តាប់វាបង្កើតរឿងហ្នឹងទេបើយើងបង្កើតរឿងហ្នឹងឲ្យស្អប់គ្នាចុះប្រជាជនយើងប្រមាណលានអ្នកនៅថៃហ្នឹងមិនទៅអាចប្រឈមនឹងការបាត់បង់ការងារអាចប្រឈមនឹងការស្អប់ខ្ពើមណារើសអើងអាចកទៅជាចំនួនបើសិនជាយើងបង្កើតរឿងហ្នឹងវាឆេះហិតតែខ្លាំងអីចឹងទៅដោយរដ្ឋាភិបាលយើងគាត់ធ្វើនេះត្រូវហើយប្តឹងទៅដើម្បីបញ្ចប់រឿងកុំឲ្យវាលើករឿងហ្នឹងមកដដែលទៀតបាទអញ្ចឹងមានប៉ុណ្ណឹងបងប្អូនគ្នាយល់យ៉ាងណាយ៉ាងណីដែរខមមិនម្នាក់ម៉ាត់មកលើសលុបអីអធិស្ឋានបាទអរគុណ